ភូមិនេះមានទំនៀមទម្លាប់ដ៏ចម្លែកមួយមនុស្សប្រុសដែលចង់រៀបការពួកគេត្រូវតែមានអាយុ80ឆ្នាំឡើងទៅនិងមានពុកចង្ការវែងរហូតដល់90សង់ទីម៉ែត្រទើបពួកគេអាចរៀបការយកប្រពន្ធបានប៉ុន្តែគាត់មានអាយុ90ឆ្នាំហើយនៅតែមិនទាន់អាចយកប្រពន្ធបានស្រាប់តែពេលនោះបន្ទប់របស់គាត់ចាប់ផ្ដើមមានភ្លើងឆេះគាត់គិតថាគាត់នៅលីវអស់រយៈពេល90ឆ្នាំហើយនៅមិនទាន់បានជួបស្ត្រីដែលគាត់ប៉ងប្រាថ្នាចង់រៀបការជាមួយនៅឡើយលោកតាក៏ប្រញាប់ប្រញាល់រត់ចុះពីលើកាំជណ្ដើរយ៉ាងលឿនស្រាប់តែពេលនោះពុកមាត់ចង្ការវែងខ្លាំងពេកធ្វើឲ្យលោកតាជន់ជាមួយនឹងពុកមាត់ចង្ការរបស់ខ្លួនឯងដួលបោកក្បាលជាមួយនឹងកាំជណ្ដើរស្លាប់បាត់បង់ជីវិតភ្លាមៗតែបែរជាលោកតាបានជាប់អន្ទាក់របស់ស្រីចាស់គេចាប់ផ្ដើមយកខ្លាញ់របស់លោកតាយកមកលាបនៅលើមុខធ្វើឲ្យគាត់ចាប់ផ្ដើមក្មេងជាងវ័យមិនអាចចាស់បានវិញទេតើអ្នកទាំងអស់គ្នាអាចនឹងស្រឡាញ់មនុស្សស្រីដែលធ្វើតែអំពើអាក្រក់នេះបានដែរឬទេក្មេងប្រុសម្នាក់ចម្លែកខុសគេនឹកស្មានមិនដល់ដោយសារតែខ្លួនចង់ខ្លាចទៅជាមនុស្សពីងពីងក្មេងប្រុសម្នាក់នោះបានចាប់ពីងពីងរាប់រយក្បាលយកមកខាំជារៀងរាល់ថ្ងៃដំបូងឡើយក្មេងប្រុសម្នាក់នោះចាប់ផ្ដើមវិលមុខនិងសន្លប់ជារៀងរាល់ថ្ងៃក្មេងប្រុសម្នាក់នោះគិតថាវាគឺជាការធ្វើតែដើម្បីខ្លាចទៅជា Spider-Man និងបន្តស្វែងរកពីងពីងជាច្រើនក្បាលដើម្បីយកមកខាំខ្លួនឯងតើអ្នកទាំងអស់គ្នាដឹងទេថាពូពីងពីងអាចបំផ្លាញកោសិកានិងរូបរាងកាយរបស់យើងយូរទៅក្មេងប្រុសម្នាក់នោះក៏ចាប់ផ្ដើមបាត់បង់ស្មារតីបន្តិចម្ដងនិងអមដោយរោគសញ្ញានៃការជ្រុះសក់ប្រព័ន្ធភាពស៊ាំកាន់តែងាយរងគ្រោះដោយសារតែការប៉ះពាល់នឹងវិទ្យុសកម្មខ្លាំងពេកបណ្ដាលឲ្យខូចសរីរាង្គនិងហូរឈាមខាងក្នុងរឿងដ៏ចម្លែកមួយបរិសម្នាក់បានដេកលក់ដោយចៃដន្យហើយបានលេបកាសរបស់ខ្លួនចូលទៅខាងក្នុងនៅថ្ងៃបន្ទាប់ពេលដែលគាត់បានភ្ញាក់ពីគេងឡើងមកគាត់បានមើលឃើញកាសរបស់គាត់នៅសល់តែមួយចំហៀងដូច្នេះគាត់បានចាប់ផ្ដើមស្វែងរកកាសនៅខាងក្នុងភួយតែមិនឃើញមិនដឹងកាសរបស់គាត់បាត់ទៅកន្លែងណាអស់មួយចំហៀងបរិសម្នាក់នេះខឹងខ្លាំងណាស់ហេតុអីក៏បានបាត់កាសទៅកន្លែងណារកមិនឃើញក៏បានយកសូកូឡាដើម្បីយកមកញ៉ាំគាត់មានការតក់ស្លុតខ្លាំងណាស់ដោយសារតែសូកូឡាដែលគាត់បានញ៉ាំជាប់នៅខាងក្នុងបំពង់កបុរសម្នាក់នោះក៏ប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យភ្លាមពេទ្យប្រើពេលមិនទាន់បាន2វិនាទីស្រួលបួលផងក៏បានសង្គ្រោះកាសដែលនៅជាប់ក្នុងបំពង់កជាសំណាងល្អកាសដែលជាប់នៅខាងក្នុងបំពង់កវាមិនបានខូចនោះទេ